ថ្ងៃនេះខ្ញុំមានមុខម្ហូបមួយដែលមានឈ្មោះថាឆាជូរអែមថ្ងៃនេះឆាជូរអែមជាមួយសាច់គោហើយមានបន្លែ2មុខដោយសារតែយើងមានបន្លែក្នុងទូស្រេចមានតែ2មុខមានម្នេះហើយនឹងស្ពៃច្រឡំស្ពៃម្ទេសផ្លោកជាមួយសាច់គោអញ្ចឹងយើងហាន់សាច់គោជាបន្ទះតូចស្ដើងសមល្មមនឹងយើងឆាជារបៀបឆាយើងហាន់របៀបឆារួចហើយយើងក៏លាយគ្រឿងសម្រាប់ឆាជូរអែមមានដូចជាទឹកស៊ីអ៊ីវប្រេងខ្យងហើយនឹងគ្រឿងទេសយើងធម្មតាជាពិសេសយើងស្ករបើអត់សូវចូលចិត្តស្ករទេយើងដាក់តិចមកហើយព្រោះបន្លែយើងវាផ្អែមស្រេចពេលនេះយើងផ្សំគ្រឿងរួចហើយយើងក៏អណ្ដាតខ្ទះដាក់ខ្លាញ់ខ្ទឹមដែលយើងច្រាំរួចហើយយើងក៏យកវាមកលីងហើយបងប្អូនយើងលីងវាឲ្យឡើងឈ្ងុយឡើងក្រហមរួចយើងចាក់គ្រឿងដែលយើងផ្សំមិញចូលរួចហើយយើងលីងវាមួយសាទៀតឲ្យវាឡើងឈ្ងុយឡើងក្រអូបឡើងឈ្ងុយឡើងក្រអូបរួចហើយយើងលីងវាមួយសន្ទុះមើលយើងលីងល្មមតែវានឹងឡើងក្លិនសមល្មមនឹងយើងដាក់បន្លែហ្នឹងពេលឥឡូវនេះយើងដាក់ដើមខ្ទឹមបន្តិចទៅមានក្លិនក្រអូបរួចហើយយើងក៏លីងវាបន្តិចទៀតឬក៏យើងចាប់ផ្ដើមដាក់បន្លែចូលបន្លែឆាជូរអែមយើងវាមានតែ2មុខបន្លែខ្ញុំរួចយើងក៏ត្រឡប់ពីរៀងបន្លែយើងឲ្យរៀងទន់បន្តិចយើងត្រឡប់វាទៅបងប្អូនត្រឡប់វាឲ្យរៀងទន់រួចហើយយើងក៏ដាក់សាច់ចូលបន្ទាប់មកយើងក៏ត្រឡប់ជាមួយសាច់ឲ្យវារៀងចូលគ្នាអញ្ចឹងណារៀងចូលគ្នាឲ្យវាទន់សាច់ល្មើចូលគ្នាអញ្ចឹងទៅបន្ទាប់មកយើងក៏ថែមទឹកបន្តិចទៅដើម្បីឲ្យវាចូលជាតិគ្នាបើយើងអត់ថែមទឹកទេវាអត់មានទឹកកាលណាតែមានទឹកយើងថែមទឹកកាលណាតែអត់ទឹកវាអត់ងាយចូលជាតិគ្នាទេអញ្ចឹងយើងថែមទឹកបន្តិចទៅវាចូលជាតិហើយយើងគ្របវាមួយសន្ទុះមកតែឆ្អិនហើយក៏ឡើងឈ្ងុយហើយយើងដាក់ខ្ទឹមចូលទៅបងប្អូនអើយស្រក់ទៅមាត់តក់ទៅហ្មងឆ្ងាញ់ណាស់បងប្អូនទូធួនឆ្ងាញ់ណាស់ឆាជូរអែមបាទអរគុណបាយបើបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំសូមបងប្អូនជួយចុច Subscribe ឲ្យខ្ញុំផងនិង Follow សូមអរគុណសូមជម្រាបលា